រឿងព្រះនាងតូចចង់ជីសត្វនាគក្នុងព្រះរាជាណាចក្រសិលាទេពមានព្រះនាងតូចម្នាក់ព្រះនាមតារាខុសពីព្រះនាងដទៃដែលចូលចិត្តលេងតុក្កតាព្រះនាងតារាតែងតែឈរមើលទៅលើកំពូលភ្នំទឹកកកជាកន្លែងដែលគេជឿថាមានសត្វនាគរស់នៅព្រះនាងមានបំណងប្រាថ្នាតែមួយគត់គឺចង់ហោះហើរលើមេឃដោយជិះសត្វនាគព្រះនាងតូចឈរនៅលើយ៉រប្រាសាទសម្លឹងមើលទៅភ្នំឆ្ងាយៗដែលមានពពកវិលវង្សនិងមានរូបរាងសត្វនាគហោះព្រាលព្រាលទោះបីជាមានការហាមឃាត់ពីព្រះរាជាក៏ដោយក៏យប់មួយព្រះនាងតារាបានសម្រេចព្រះទ័យលួចចេញពីព្រះបរមរាជវាំងឆ្ពោះទៅកាន់ភ្នំទឹកកកព្រះនាងធ្វើដំណើរឆ្លងកាត់ព្រៃមន្តអាគមដែលពោរពេញដោយផ្កាភ្លឺថ្លានៅពេលយប់ព្រះនាងតារាកំពុងដើរក្នុងព្រៃងងឹតប៉ុន្តែមានផ្កានិងមេអំបៅបញ្ចេញពន្លឺពណ៌ខៀវបំភ្លឺផ្លូវឲ្យព្រះនាងនៅពេលកដាលរូងភ្នំខ្ពស់បំផុតព្រះនាងបានជួបនឹងនាគពណ៌មាសដ៏ធំមួយដែលមានឈ្មោះថាអគ្នេយ៍នាគនោះហាក់ដូចជាកំពុងយំព្រោះមានបន្លាមន្តអាគមមុតជាប់នឹងស្លាបរបស់វាព្រះនាងតូចឈរនៅចំពោះមុខនាគមាសដ៏ធំសម្បើមក្នុងរូងភ្នំដែលមានពន្លឺចាំងភ្លេកៗពីត្បូងពេជ្រជុំវិញដោយមិនមានការភ័យខ្លាចព្រះនាងតារាបានដើរទៅជិតនាគអាគ្នេយ៍ហើយប្រើកន្សែងសូត្ររបស់ខ្លួនជួយរុំរបួសនិងដកបន្លាចេញឲ្យវានាគអាគ្នេយ៍មានអារម្មណ៍កក់ក្ដៅនិងដឹងគុណព្រះនាងយ៉ាងខ្លាំងព្រះនាងតារាកំពុងយកដៃតូចៗរបស់នាងអង្អែលច្រមុះនាគមាសថ្នមៗបង្ហាញពីមិត្តភាពដើម្បីតបស្នងសងគុណនាគអាគ្នេយ៍បានបន្ថាបខ្លួនចុះឲ្យព្រះនាងតារាឡើងជិះលើខ្នងរួចនាគក៏ចាប់ផ្ដើមបកស្លាបហោះឡើងលើអាកាសរូបភាពនាគមាសហោះចេញពីរូងភ្នំឆ្ពោះទៅកាន់ផ្ទៃមេឃដែលមានព្រះច័ន្ទពេញវង្សយ៉ាងធំវាគឺជាអារម្មណ៍ដ៏អស្ចារ្យបំផុត